អ្នកទាំងអស់គ្នាអាចជួបបឋមខ្ញុំតាមរយៈបាកូដដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទមានផងដែរដែលបើខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការងាររបស់យើងបន្តទៅទៀតចង់ដឹងថាតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការងាររបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ៗខាងមុខនេះខ្ញុំពិតជាសូមអធិស្ឋានចំពោះអ្នកទាំងអស់គ្នាខ្លាំងមែនទែនតែម្ដងគឺដោយសារតែមួយរយៈនេះគឺខ្ញុំចេះតែថតបៀថតខានណាគឺមួយរយៈហ្នឹងខ្ញុំបញ្ញាប់ការងារសាលាចាគឺទៅសេកិច្ចការប្រចាំខែឲ្យកូនសិស្សចឹងណាប្រចាំឆមីចឹងណាហើយក៏អស់កម្លាំងរហូតបន្ទាប់មកតែពេលបើកពាក់ខែនេះគឺថាអឺរៀបចំឡើងវិញទៀតចឹងណាចាប់ផ្ដើមថតឲ្យបានដល់ឡើងវិញស្រាប់តែអ្នកទាំងអស់គ្នាមើលខ្ញុំបែរជាខូច iPad ខ្ញុំទិញតាំងពី250ហើយតែមិនបានផងស្រាប់តែខូចបាត់តែបានមួយឆ្នាំសោះនិយាយទៅលុយអត់ត្រូវអស់ហើយវាបែរជាអស់តែពេលអញ្ចឹងអស់កម្លាំងរលីងហ្មងអ្នកទាំងអស់គ្នានិយាយទៅអត់មានទឹកចិត្តធ្វើអីហ្មងណាសុកវាខូចអត់មានមូលហេតុអីសោះហ្មងណាអាចមកពីខ្ញុំប្រើវាអស់ថ្មពេកក៏មិនដឹងដែរដោយសារតែខ្ញុំអាសាបើកវារហូតដល់អស់ថ្មពេកហើយអាការថ្ងៃខូចហ្នឹងគឺនៅសល់ 2% ខ្ញុំគិតថាចាំផ្លែទៀតយកទៅសាក់ស្រាប់តែវាអលត់ឈប់តែម្ដងអលត់ឈប់ហើយទៅពេលខ្ញុំយកទៅសាក់វាឡើងចូលនិយាយទៅគឺអនាគតបបរងរឿងជីវិតមានន័យឈប់ហ្មងណាឥឡូវយើងនិយាយពីទុកសោករបស់ខ្ញុំតែប៉ុណ្្នឹងបានហើយចែករំលែកដល់ទាំងអស់គ្នាថាមូលហេតុអីបានជាខ្ញុំខានថតវាឥឡូវយើងចាប់ផ្ដើមមកតាក់ទងជាមួយនឹងការអានវារបស់យើងវិញអ្នកដែលកំពុងតែតាមដានស្ដាប់ការអានវារបស់ខ្ញុំអ្នកអាចជាមនុស្សដែលកើតនៅក្នុងខែ12ផងដែរហើយអាចមាន zodiac sign ជា Sagittarius អ្នកអាចជួបដោះស្រាយជាមួយមនុស្សដែលគេមាន zodiac sign ជា Sagittarius ឬក៏មាន zodiac sign ជា Aries ផងដែរអ្នកខ្លះគឺអាចមាន zodiac sign ជា Scorpio មើលទៅអ្នកដូចជាបានជួបជាមួយនឹងគូព្រេងរបស់អ្នកហើយអ្នកអាចនឹងទទួលបានលិខិតឬក៏សារជូនពរអំពីនរណាម្នាក់អាចជាអតីតគូស្នេហ៍របស់អ្នកក៏ថាបានផងដែរជាពិសេសគឺគេផ្ញើសារមកជូនពរនៅក្នុងថ្ងៃខួបកំណើតរបស់អ្នកតែម្ដងនេះសម្រាប់អ្នកខ្លះគេអាចមិនមែនជាអតីតគូស្នេហ៍ទេប៉ុន្តែគឺអាចជាមនុស្សដែលអ្នកធ្លាប់មើលចិត្តគ្នាជាមួយគេក៏ថាបានផងដែរមនុស្សដែលគេនឹងតាក់ទងម្នាក់ឬក៏ដែលនឹងផ្ញើសារជូនពរម្នាក់នោះគេអាចជាមនុស្សដែលមានអាយុច្រើនជាងអ្នកហើយមើលទៅគឺគេលួចស្រឡាញ់អ្នកផងដែរមនុស្សដែលគេនឹងផ្ញើសារមកអ្នកនោះគេអាចជាមនុស្សដែលមានស្ថិរភាពនៅក្នុងជីវិតរបស់គេគឺជាមនុស្សដែលមានការងារច្បាស់លាស់បើសម្រាប់អ្នកស្ដាប់ការងាររបស់ខ្ញុំមួយចំនួនទៀតមនុស្សដែលគេនឹងផ្ញើសារតាក់ទងម្នាក់នោះអាចជាអតីតប្តីរបស់អ្នកក៏ថាបានផងដែរឬក៏ជាអតីតប្រពន្ធរបស់អ្នកអញ្ចឹងណាគឺជាមនុស្សដែលអ្នកមានកូនជាមួយគ្នារួចទៅហើយសម្រាប់អ្នកស្ដាប់ការងាររបស់ខ្ញុំមួយចំនួនទៀតអាចនិយាយថាគឺអាចជាឪពុកបង្កើតរបស់អ្នកក៏ថាបានផងដែរឬក៏ជាសាច់ញាតិបងប្អូនរបស់អ្នកដែលគេនឹងផ្ញើសារជូនពរអ្នកនៅក្នុងថ្ងៃខួបកំណើតរបស់អ្នកសម្រាប់អ្នកស្ដាប់ការងាររបស់ខ្ញុំមួយចំនួនមនុស្សដែលគេនឹងតាក់ទងម្នាក់នោះគឺអាចជាមនុស្សដែលអ្នកដែលស្ដាប់ការងារនេះបានប្លុកគេរួចទៅហើយដូចថាអ្នកបិទគេតាមបណ្ដាញសង្គមអញ្ចឹងណាប្លុកគេអត់ឲ្យជួបអត់ឲ្យតាក់ទងជាមួយអ្នកអញ្ចឹងណាប៉ុន្តែច្បាស់ណាស់ថាគេនឹងតាក់ទងម្នាក់រកវិធីណាតាក់ទងម្នាក់ឲ្យបានហើយគឺគេអាចនឹងណាត់ជួបអ្នកដោយផ្ទាល់ផងដែរគឺគេហៅថាជួបមុខនឹងមុខតែម្ដងណាមនុស្សដែលគេនឹងតាក់ទងម្នាក់នោះគឺគេមានការភ័យខ្លាចដែរហ្នឹងគឺគេខ្លាចថាអ្នកនេះវាតម្លៃគេអ្នកនេះមើលងាយគេបើសិនបើគេតាក់ទងម្នាក់អញ្ចឹងណាអានិយាយបានមួយទៀតថាបើសិនបើគេតាក់ទងម្នាក់គឺគេមានការភ័យខ្លាចថាអ្នកដទៃដែលនៅជុំវិញខ្លួនគេសាច់ញាតិបងប្អូនគេនោះនឹងវាតម្លៃគេថាគេជាមនុស្សអន់ជាមនុស្សដែលលក្ខណៈថាខ្សោយជាងអ្នកឬក៏និយាយបានមួយទៀតថាមនុស្សដែលគេនឹងតាក់ទងម្នាក់នោះគឺជាមនុស្សដែលមានអំនួតលើខ្លួនគេដូចថាគេថាគេល្អគេថាគេពូកែគេថាគេខ្លាំងជាងគេអត់ចង់មកត្រូលអ្នកអញ្ចឹងណាប៉ុន្តែបេះដូងរបស់គេនោះជាអ្នកទៀមទាឲ្យតាក់ទងម្នាក់ជាអ្នកទៀមទាឲ្យនិយាយទៅបេះដូងគេនៅស្រឡាញ់អ្នកតែចិត្តចរិតវារឹងរូសចាជាលក្ខណៈមនុស្សបែបហ្នឹងណានេះគឺនិយាយសំដៅទៅលើអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំគឺជាមនុស្សស្រីចឹងមនុស្សប្រុសដែលគេនឹងតាក់ទងម្នាក់នោះគេគឺជាប្រភេទមនុស្សដែលមានអំនួតស្រឡាញ់កិត្តិយសហើយនិយាយទៅគឺគេឲ្យតម្លៃខ្លួនគេច្រើនអាចនិយាយថាគឺចិត្តរឹងរូសដែរប៉ុន្តែបេះដូងគេគឺនៅសួររកអ្នកទេនៅស្រឡាញ់អ្នកពេញបេះដូងតែម្ដងសម្រាប់អ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនដែលគាត់គឺជាមនុស្សប្រុសវិញអាចនិយាយថាគឺអ្នកចង់តាក់ទងទៅមនុស្សស្រីណាម្នាក់ដែលអ្នកស្រឡាញ់មាននៅក្នុងបេះដូងរបស់អ្នកប៉ុន្តែចរិតរបស់អ្នករឹងរូសអំនួតរបស់អ្នកនោះជាអ្នកខាំងឃាត់អ្នកមិនឲ្យតាក់ទងទៅគេនិយាយទៅគឺថាបេះដូងផ្សេងខួរក្បាលផ្សេងអញ្ចឹងណាអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំបើសិនបើអ្នកគឺជាមនុស្សប្រុសអ្នកអាចនឹងមានទំនាស់ពាក្យសម្ដីឬក៏ទំនាស់ជាមួយនឹងចៅហ្វាយនាយឬក៏ជាមួយនឹងសាច់ញាតិខាងប្រុសរបស់អ្នកណាម្នាក់អញ្ចឹងណារហូតដល់ថ្នាក់អ្នកប្លុកគេចោលឈប់តាក់ទងឬក៏អាចនិយាយថាព្យាយាមផ្ដាច់ការទំនាក់ទំនងជាមួយនឹងមនុស្សម្នាក់នឹងផងក៏ថាបានផងដែរអញ្ចឹងគឺបានន័យថាមនុស្សដែលអ្នកប្លុកនឹងហើយ
គឺជាមនុស្សដែលអ្នកចង់ទៅផ្សារទំនាក់ទំនងជាមួយគេឡើងវិញចាបេះដូងរបស់អ្នកចិត្តគំនិតរបស់អ្នកនោះចិត្តគំនិតរបស់អ្នកហ្នឹងហើយបេះដូងនេះទាញអ្នកថាទៅតាក់ទងគេវិញទៅផ្សះផ្សាជាមួយគេវិញទៅមនុស្សដែលអ្នកប្លុកហ្នឹងប៉ុន្តែខួរក្បាលរបស់អ្នកនោះនៅតែថាងបើទៅខ្លាយទៅជាមនុស្សអន់ទៅយើងអន់ទៅអីចឹងណាគឺអ្នកកំពុងតែតាក់ទងជាមួយនឹងការគិតបែបហ្នឹងមនុស្សម្នាក់ដែលគេចង់តាក់ទងម្នាក់វិញហ្នឹងគឺការដែលតាក់ទងម្នាក់ប្រៀបដូចជាបន្ទុកមួយដូចថាធ្វើឲ្យខ្លួនគេអាប់អោនមិនទេគេគិតអញ្ចឹងហ្មងសម្រាប់អ្នកស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនគឺអ្នកអត់ដឹងទេថាមនុស្សដែលគេចង់តាក់ទងម្នាក់ហ្នឹងគឺជាអ្នកណាដោយសារតែមនុស្សដែលគេតាមដានអ្នកចាប់អារម្មណ៍ជាមួយអ្នកហ្នឹងគឺគេអត់មានបង្ហើបជាសកម្មភាពអ្វីទាំងអស់និយាយទៅគឺធម្មតាជាមួយអ្នកហ្មងណាឲ្យអ្នកអត់ចាប់អារម្មណ៍ទេស្របពេលដែលអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនមនុស្សដែលគេនឹងតាក់ទងម្នាក់ហ្នឹងគឺជាប្រភេទមនុស្សដែលអ្នកបានប្លុកគេចោលហើយអ្នកព្យាយាមកាត់ចិត្តចេញពីគេអត់និយាយរកគេអត់តាក់ទងជាមួយគេគឺមនុស្សម្នាក់ហ្នឹងហើយគឺគេចង់តាក់ទងម្នាក់ឡើងវិញជាពិសេសបើសិនម្នាក់ដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះគឺជាមនុស្សស្រីច្បាស់ណាស់ថាមនុស្សម្នាក់ហ្នឹងគឺគេនឹងតាក់ទងម្នាក់ដែលស្ដាប់ការវិភាគរបស់ខ្ញុំមកប៉ុន្តែការតាក់ទងម្នាក់នោះមិនមែនជាការចូលមកបែបត្រង់ដូចថាសុំតាក់ទងគ្នាវិញសុំស្រឡាញ់គ្នាឡើងវិញគឺអត់ទេគឺគេអាចគ្រាន់តែផ្ញើសារមកថាសុខសប្បាយអត់សួស្ដីតើអ្នកយ៉ាងម៉េចដែរអីចឹងណាគ្រាន់តែជាសារខ្លីៗមួយទេដើម្បីចង់ដឹងថាតើអ្នកតបជាមួយគេវិញដែរឬអត់អ្នកដែលកំពុងតែតាមដានស្ដាប់ការវិភាគរបស់ខ្ញុំបើសិនបើអ្នកគឺជាមនុស្សដែលនៅលីវចាច្បាស់ណាស់ថាអ្នកនឹងបានជួបជាមួយនឹងមនុស្សណាម្នាក់ដែលគេចាប់អារម្មណ៍ជាមួយអ្នកហើយនៅក្នុងពេលខាងមុខនេះឯងបើសិនជាអ្នកមិនធ្លាប់បានស្គាល់គេមិនធ្លាប់បានជួបគេពីមុនមកក៏យ៉ាងហោចណាស់គឺអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមានញៀនដឹងតែម្ដងណាមានអារម្មណ៍ដឹងថាអ្នកនឹងបានជួបជាមួយគូនឹងបានជួបជាមួយមនុស្សណាម្នាក់ដែលនឹងមើលចិត្តគ្នាដែលនឹងត្រូវចិត្តជាមួយគ្នាហើយបើសិនបើអ្នកទាំងពីរធ្លាប់មានបញ្ហាអីជាមួយគ្នាឬក៏អ្នកទាំងពីរជាមនុស្សដែលធ្លាប់ស្គាល់គ្នាហើយមនុស្សម្នាក់ហ្នឹងគឺគេអាចចូលមកសុំទោសអ្នកអំពីរឿងកន្លងមកដែលគេធ្លាប់បានសាងចំពោះអ្នកសម្រាប់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួននិយាយទៅគឺមនុស្សដែលគេចាប់អារម្មណ៍អ្នកហ្នឹងគឺភាគច្រើនគឺគេចាប់អារម្មណ៍អ្នកតាមរយៈបណ្ដាញសង្គមតែម្ដងណាឬក៏អាចនិយាយថាគឺអ្នកទាំងពីរនេះគឺជាមនុស្សដែលរស់នៅដែនឆ្ងាយពីគ្នាឆ្ងាយស្រុកឆ្ងាយខេត្តឆ្ងាយប្រទេសផងដែរសម្រាប់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនមនុស្សដែលគេចាប់អារម្មណ៍អ្នកនោះគឺគេអាចជាចៅហ្វាយនាយរបស់អ្នកតែម្ដងណាដែលគាត់អាចនឹងយកលេខទូរស័ព្ទឯកជនណាមួយឬក៏លេខប្លែកណាមួយដើម្បីមកតាក់ទងជាមួយនឹងអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមនុស្សដែលគេនឹងតាក់ទងម្នាក់នោះគឺជាមនុស្សដែលស្រឡាញ់មុខមាត់ស្រឡាញ់កេរ្តិ៍ឈ្មោះនៅក្នុងសង្គមអញ្ចឹងណាគេអាចជាមនុស្សដែលមានគ្រួសាររួចទៅហើយឬក៏គេនៅជាប់ចំណងជាមួយនរណាម្នាក់ក៏ថាបានផងដែរទៅធ្វើឲ្យគេនេះខ្លាចក្រអាលក្នុងការតាក់ទងម្នាក់ខ្លាចការវាយតម្លៃរបស់អ្នកដទៃអញ្ចឹងណាដូចថាមានគ្រួសារហើយមកតាក់ទងជាមួយអ្នកទៀតឬក៏និយាយអីមិនគួរក៏បីអញ្ចឹងណាមនុស្សម្នាក់ហ្នឹងគឺចាប់អារម្មណ៍តែជាមួយអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំទេហើយនៅពេលដែលមនុស្សម្នាក់ហ្នឹងបង្ហាញខ្លួនតាក់ទងម្នាក់គឺអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះនឹងភ្ញាក់ផ្អើលដូចគ្នានឹងមិននឹកស្មានដល់ថាមនុស្សម្នាក់ហ្នឹងចាប់អារម្មណ៍ជាមួយអ្នកអញ្ចឹងណាមើលទៅអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនមិនមែនមានតែមនុស្សម្នាក់ទេដែលចាប់អារម្មណ៍ជាមួយអ្នកគឺមានមនុស្សជាច្រើនដែលគេចាប់អារម្មណ៍ជាមួយអ្នកអាច2ទៅ3នាក់ផងដែរមនុស្សដែលគេចាប់អារម្មណ៍ជាមួយអ្នកគឺគេមើលឃើញថាអ្នកដែលស្ដាប់ការវិភាគនេះគឺជាមនុស្សដែលមានទំនុកចិត្តទៅលើខ្លួនឯងណាជាមនុស្សដែលឯករាជ្យហើយជាមនុស្សដែលរៀងចេះរឹងរូសដែរផងដែរហើយអ្នកក៏ជាមនុស្សដែលមានក្តីសម័យច្រើនសម្រាប់ខ្លួនឯងនឹងមានមនុស្សជាច្រើនគេចាប់អារម្មណ៍ជាមួយអ្នកដែលស្ដាប់ការវិភាគជាពិសេសបើសិនបើអ្នកកើតនៅក្នុងខែ12ហើយអាចនិយាយថាគឺនៅក្នុងខែ12ហ្នឹងតែម្ដងគឺអ្នកនឹងក្លាយទៅជាមនុស្សដែលមានប្រជាប្រិយភាពមនុស្សជាច្រើនគេស្គាល់អ្នកគេចង់ដឹងអំពីអ្នកអញ្ចឹងណាមនុស្សដែលគេចាប់អារម្មណ៍ជាមួយអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះគេអាចជាមនុស្សដែលមានអាយុច្រើនជាងអ្នកក៏ថាបានផងដែរដែលនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យគេភ័យខ្លាចថានៅពេលដែលគេតាក់ទងជាមួយអ្នកទៅគឺមានអ្នកដទៃគឺគេមើលមកមិនសមគួរអញ្ចឹងណាមនុស្សម្នាក់ហ្នឹងគឺគេចង់ចូលមកក្នុងជីវិតរបស់អ្នកដែលស្ដាប់ការវិភាគនេះចង់ជួយជ្រោមជ្រែងអ្នកឲ្យជោគជ័យទៅក្នុងក្តីសម័យរបស់អ្នកចង់ឲ្យអ្នកទទួលបានអ្វីដែលអ្នកតែងតែចង់បានអាននិយាយបានមួយទៀតថាគេចង់ចូលមកក្នុងជីវិតរបស់អ្នកហើយចង់ផ្គត់ផ្គង់អ្នកតែម្ដងណាមិនថាជាប្រាក់កាសមិនថាជាទ្រព្យសម្បត្តិអីទេដោយសារតែគេគឺជាមនុស្សដែលអ្នកមានហើយអញ្ចឹងគឺគេចង់ផ្ដោតឲ្យអ្នកនៅអំណាចនៅអ្វីដែលគេមានអញ្ចឹងណាឲ្យជីវិតរបស់អ្នកមានពន្លឺទៅតាមជីវិតរបស់គេដែរមនុស្សដែលគេចង់តាក់ទងជាមួយអ្នកគេគឺជាមនុស្សដែលជោគជ័យមានឋានៈមានបុណ្យស័ក្តិមានទ្រព្យសម្បត្តិណាមនុស្សដែលគេចង់តាក់ទងជាមួយអ្នកហ្នឹងមើលទៅគេចង់ឲ្យលុយអ្នកច្រើនមែនតែម្ដងគឺលុយច្រើនណាមនុស្សដែលគេចាប់អារម្មណ៍ជាមួយអ្នកហ្នឹងគឺគេមានកម្រងជាមួយនឹងអ្នកច្រើនមែនតែម្ដងចង់មានគ្រួសារជាមួយអ្នកចង់មានកូនជាមួយអ្នកចង់សាងអនាគតជាមួយអ្នកហ្មងណាឬក៏អ្នកខ្លះគឺគេចង់មានភាពស្និទ្ធស្នាលជាមួយអ្នកសិនដូចថាស្គាល់ចិត្តស្គាល់ថ្លើមគ្នាសិនអញ្ចឹងណា
អ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំអ្នកកំពុងតែស្រូបទាញនៅលុយជាច្រើនស្រូបទាញនៅមនុស្សដែលគេចាប់អារម្មណ៍ជាមួយអ្នកបែបជាគូជីវិតពិតជាមួយអ្នកតែម្ដងណាហើយក៏ស្រូបទាញនៅការជោគជ័យនិយាយទៅភាពជោគជ័យនៃជីវិតរបស់អ្នកគឺស្ថិតនៅក្នុងខែដែលអ្នកកំពុងតែស្ដាប់ការវិទ្យនេះតែម្ដងចានេះគឺជាទីបញ្ចប់សម្រាប់ការវិទ្យក្នុងពេលនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការវិទ្យរបស់ខ្ញុំសូមកុំភ្លេចជួយ Like Subscribe និង Share Channel របស់ខ្ញុំម្នាក់មួយផងដែរក៏ដូចជាជួយ Comment ខាងក្រោមវីដេអូថាតើការទូទាញនេះត្រូវជាមួយអ្នកទាំងអស់គ្នាប៉ុន្មានភាគរយដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយអ្នកទាំងអស់គ្នាអាចជួយឧបត្ថម្ភខ្ញុំតាមរយៈ barcode ដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដើម្បីឲ្យខ្ញុំអាចទិញកាតទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហូរហែបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយខ្ញុំជិតដល់ថ្ងៃបងអ៊ីនធឺណិតគេទៀតតែអ្នកទាំងអស់គ្នានៅសល់10ថ្ងៃទៀតទេបើសិនជាអ្នកណាមានសទ្ធាជួយឧបត្ថម្ភផងអ៊ីនធឺណិត3ខែ$45ចាគួរសមដែរចាអរគុណច្រើនអ្នកទាំងអស់គ្នាអរគុណខ្លាំងៗមែនទែនតែម្ដងដែលតែងតែចូលចិត្តក៏ដូចជាគាំទ្រในការអានវារបស់ខ្ញុំតាំងពីដើមរហូតមកពិតជាអរគុណនិងដឹងគុណអ្នកទាំងអស់គ្នាខ្លាំងៗ